ជំនួបដែលបងប្អូនទន្ទឹងរង់ចាំបានមកដល់ហើយនៅក្នុងយុគនេះវេលាម៉ោង2រំលងអត្រា Manchester United នឹងត្រូវធ្វើការប្រកួតជាមួយនឹង Tottenham Hotspur ពីរង្វាន់ Europa League ការប្រកួតនេះដែរធ្វើឡើងនៅប្រទេសអេស្ប៉ាញទីក្រុង Bilbao យើងចាំមើលថាតើក្រុមណានឹងក្លាយទៅជាជើងឯក Europa League នៅក្នុងរដូវកាលនេះយើងរំលឹកថយក្រោយបន្តិចសម្រាប់ពីរង្វាន់មួយនេះ Tottenham Hotspur ធ្លាប់ធ្វើបាន2ដងយូរហើយបងប្អូនតាំងពីឆ្នាំ1972ម្ដងនិងឆ្នាំ1984ម្ដងដោយឡែក Manchester United ធ្លាប់ធ្វើបានម្ដងក្រោមការដឹកនាំរបស់លោកគ្រូ Jose Mourinho ក្នុងឆ្នាំ2017បាទកាលនោះគឺបកបិសាចក្រហម Manchester United គឺជាម្ចាស់ជើងឯកនៃពីរង្វាន់ Europa League ចម្ងល់នឹងត្រូវបានដោះស្រាយនៅក្នុងយុគនេះចាំតាមដានទស្សនាទាំងអស់គ្នាវេលាម៉ោង2រំលងអត្រានៅលើ Page កីឡា CSB Sport